ខ្ញុំទៅលក់មួយម៉ាក់ប៉ុន្តែខ្ញុំជួបមិត្តភ័ក្តិបានន័យថាទៅផ្លូវមួយគ្នាប៉ុន្តែខ្ញុំអត់អាចបានន័យថាអត់អាចទៅរៀនបានដូចគេស្លៀកពាក់ទៅរៀនប៉ុន្តែខ្ញុំទៅជាមួយនឹងម៉ាក់ចឹងទៅបានន័យថាវាជារឿងមួយដែលខ្ញុំចងចាំចាសួស្តីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់សារ podcast ខ្ញុំសង្ឃឹមថាប្រិយមិត្តទាំងអស់គ្នានឹងកំពុងតែរីករាយហើយនឹងមានអារម្មណ៍ល្អសម្រាប់សប្តាហ៍នេះយើងនឹងមានប្រធានបទថ្មីមួយទៀតដែលគួរឲ្យចាប់អារម្មណ៍ដែលយើងនឹងជជែកគ្នាអំពីការមិនទុកនរណាម្នាក់ចោលហើយយើងក៏មានវាគ្មិនមួយរូបដែលគាត់ជាបុគ្គលិកគម្រោងកណន័យភាពសង្គមនៃអង្គការអន្តរជាតិមួយនៅកម្ពុជាគាត់គឺអ្នកគ្រូយូម៉ាឡែនដែលជាប្រធានប្រតិបត្តិគម្រោងកណន័យភាពសង្គមនៃអង្គការទស្សនៈពិភពលោកជំរាបសួរអ្នកគ្រូចាជំរាបសួរហានីជំរាបសួរប្រិយមិត្តទាំងអស់ចាអ្នកគ្រូសុខសប្បាយអត់ចាអ្នកគ្រូសុខសប្បាយហានីសុខសប្បាយអត់ចាថ្ងៃនេះខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តមែនទេដែលខ្ញុំមានឱកាសបានមកជជែកពិភាក្សាជាមួយអ្នកគ្រូក្រោមប្រធានបទមួយការមិនទុកនរណាម្នាក់ចោលកន្លងមកខ្ញុំធ្លាប់បានជួបអ្នកគ្រូម្ដងដែរដូចជានៅឃុំកខែស្រុកស្អាងខេត្តកណ្ដាលត្រូវអត់អ្នកគ្រូចាយើងជួបគ្នាពេលទស្សនកិច្ចចាអញ្ចឹងទៅកាលហ្នឹងខ្ញុំចាំថានៅពេលដែលខ្ញុំចូលរួមទទួលដំណើរទស្សនកិច្ចហ្នឹងខ្ញុំធ្លាប់ឮពាក្យមួយថា no one left behind ឬក៏ថាមិនទុកនរណាម្នាក់ចោលមែនទេទៅពាក្យហ្នឹងមានន័យថាម៉េចអ្នកគ្រូចាអរគុណសម្រាប់សំណួរការដែលមិនទុកអ្នកណាម្នាក់ចោលបានន័យថាយើងព្យាយាមគៀងគរអ្នកដែលត្រូវបានគេផាត់ចោលពីសង្គមផាត់ចេញពីសង្គមឲ្យគាត់មកចូលរួមនៅក្នុងសកម្មភាពរបស់គម្រោងចា៎អ្នកទាំងអស់នោះមានដូចជាជនដែលងាយរងគ្រោះស្ត្រីមេម៉ាយជនមានពិការភាពហើយនិងជនជាតិដើមភាគតិចចា៎ពួកគាត់ភាគច្រើនតែងតែនៅឆ្ងាយពីគេព្រោះគាត់យល់ថាគាត់មានជីវភាពខ្វះខាតគាត់មានចំណេះដឹងតិចតួចគាត់ឯកោអញ្ចឹងគាត់ត្រូវរត់ទៅនៅឆ្ងាយពីគេហើយគាត់ខ្វះព័ត៌មានខ្វះការទទួលយកសេវាសាធារណៈមិនថាផ្នែកអប់រំការសិក្សារបស់កូនគឺបានតិចតួចហើយក្រៅពីនោះទៀតសុខភាពរបស់កូននិងគ្រួសារក៏មានការលំបាកដែរដោយសារគាត់នៅឆ្ងាយអញ្ចឹងនៅពេលដែលឈឺម្ដងភាគច្រើនគាត់ប្រើរបស់ធម្មជាតិដូចជាថ្នាំបុរាណអីចឹងទៅធ្វើឲ្យពេលខ្លះគាត់រងនឹងគ្រោះថ្នាក់ដល់ជីវិតអីចឹងហើយមួយវិញទៀតពួកគាត់ក៏រងជាមួយនឹងភាពអយុត្តិធម៌មួយចំនួនដែលមិនត្រូវបានដោះស្រាយដោយសារតែគាត់នៅឆ្ងាយពីច្បាប់គាត់មិនសូវដឹងហើយនឹងគាត់មានភាពទទួលបានភាពរើសអើងពីក្រុមដែលពួកគាត់មានជីវភាពល្អឬក៏អ្នកដែលមានទូនីតិធំអីចឹងទៅអញ្ចឹងការរស់នៅរបស់ពួកគាត់ភាគច្រើនគឺមានជីវភាពលំបាកហើយនឹងរស់នៅជាមួយនឹងភាពអស់សង្ឃឹមដែលយើងតែងតែភ្លេចពួកគាត់ចាអញ្ចឹងអ្នកគ្រូនៅពេលដែលគាត់ជួបបញ្ហាលំបាកអញ្ចឹងតើគម្រោងរបស់យើងបានធ្វើកិច្ចការអីខ្លះដើម្បីលើកកម្ពស់ការចូលរួមរបស់ពួកគាត់ទៅចាយើងបានគិតច្រើនពីពួកគាត់គម្រោងរបស់យើងគឺយើងផ្ដោតខ្លាំងទៅលើក្រុមបរិយាបន្នហ្នឹងដោយសារតែយើងរកឃើញថាជាពលរដ្ឋទូទៅគាត់គឺមានជីវភាពល្អគាត់ដឹងថាគាត់ត្រូវទទួលសេវានៅឯណាហើយគាត់អាចនឹងមានថវិកាគ្រប់គ្រាន់នៅក្នុងការទទួលបានសេវាល្អប៉ុន្តែសម្រាប់អ្នកដែលត្រូវបានគេផាត់ចេញពីសង្គមឬក៏អ្នកដែលងាយរងគ្រោះបែបហ្នឹងគឺពួកគាត់ខ្វះព័ត៌មានអញ្ចឹងនៅពេលដែលគាត់ខ្វះព័ត៌មានគឺគាត់មិនអាចធ្វើការសម្រេចចិត្តមួយណាដែលត្រឹមត្រូវទេអញ្ចឹងគម្រោងយើងគឺបានសហការជាមួយនឹងអាជ្ញាធរដើម្បីកំណត់ឲ្យជាក់លាក់ថាទីតាំងពួកគាត់រស់នៅទីណាដើម្បីឲ្យយើងអាចនឹងធ្វើការអញ្ជើញឲ្យគាត់បានចូលរួមនៅក្នុងសកម្មភាពរបស់យើងហើយគាត់ទទួលបានព័ត៌មានដូចគេដូចឯងហើយមួយវិញទៀតយើងក៏បានជ្រើសរើសអ្នកស្ម័គ្រចិត្តសម្រាប់សម្រួលគណនេយ្យភាពសហគមន៍របស់យើងចេញពីក្រុមអ្នកដែលងាយរងគ្រោះនឹងផងដែរជាពិសេសក្រុមដែលជនពិការណាចាយើងបានរើសគាត់មកជាខាសរបស់យើងហើយយើងយកមកបង្រៀនឲ្យគាត់ធ្វើកិច្ចការងារជាមួយនឹងខាសដទៃហើយលើសពីហ្នឹងយើងក៏បានព្យាយាមធ្វើសកម្មភាពមួយចំនួនដែលក្បែរទីតាំងគាត់រស់នៅដើម្បីងាយស្រួលឲ្យគាត់បានចូលរួមជាមួយនឹងសកម្មភាពរបស់យើងចា៎ហើយនឹងមានជាការទៅជួបដល់ខ្នងផ្ទះ
ដើម្បីជួយផ្សព្វផ្សាយឲ្យគាត់បានយល់ដឹងពីសិទ្ធិនិងស្តង់ដាររបស់គាត់ហើយនឹងឲ្យគាត់មកទទួលយកសេវាសាធារណៈដូចគេដូចឯងចាអញ្ចឹងឃើញថាគម្រោងបានធ្វើការលើកកម្ពស់ការយល់ដឹងរបស់គាត់តាមរយៈការផ្សព្វផ្សាយប៉ុន្តែពេលដែលគាត់ដឹងហើយគាត់អាចធ្វើអីបានទៀតអត់ឬក៏គាត់គ្រាន់តែដឹងទេអ្នកគ្រូចានៅពេលដែលគាត់ដឹងគឺគាត់មានសិទ្ធិមកទទួលសេវាបានន័យថាសេវាទាំង3ដែលយើងកំពុងតែធ្វើសេវាឃុំឬក៏មណ្ឌលសុខភាពហើយនិងសាលារៀនគឺគាត់អាចមកទទួលសេវាគាត់បញ្ជូនកូនមករៀនគាត់នឹងមកធ្វើសេវាផ្សេងៗដែលគាត់ត្រូវទទួលបានដូចជាពលរដ្ឋទូទៅប៉ុន្តែនៅពេលដែលគាត់ទទួលសេវាហើយគាត់អត់ពេញចិត្តគាត់គិតថាមិនទាន់បានឆ្លើយតបជាមួយនឹងតម្រូវការរបស់គាត់គឺគាត់មានសិទ្ធិនៅក្នុងការផ្ដល់មតិត្រឡប់ទៅវិញដើម្បីសុំឲ្យមានការកែតម្រូវឲ្យឆ្លើយតបជាមួយនឹងសេចក្តីត្រូវការរបស់គាត់ឧទាហរណ៍ដូចជាជនពិការចាជនមានពិការភាពនៅពេលដែលគាត់មកមណ្ឌលសុខភាពអត់មានជំរាលគាត់ពិបាកនៅក្នុងការទទួលបានសេវាអញ្ចឹងគាត់នឹងមានសំណូមពរសុំឲ្យមណ្ឌលសុខភាពសង់ជាជំរាលដើម្បីឲ្យគាត់ងាយស្រួលនៅក្នុងការឡើងទៅកាន់មណ្ឌលសុខភាពឬក៏នៅសាលារៀនអត់មានជំរាលអញ្ចឹងកូនរបស់គាត់ពិបាកនៅក្នុងការទៅរៀនដែរនៅពេលដែលគាត់មានកាណទាសមានអីហើយអត់មានអ្នកលើកមានអីអញ្ចឹងពេលខ្លះគាត់ត្រូវបោះបង់ចោលការសិក្សាអញ្ចឹងគាត់អាចមានសិទ្ធិនៅក្នុងការស្នើសុំដើម្បីឲ្យសង់ជាជំរាលដើម្បីកូនគាត់បានទៅរៀនចាអញ្ចឹងមែនទែនទៅតើយើងត្រូវធ្វើមិនទៅដើម្បីធានាបានថាបញ្ហាតម្រូវការរបស់ពួកគាត់នឹងត្រូវបានលើទៅដល់អង្គភាពផ្ដល់សេវាអ្នកគ្រូចាចាំបាច់មែនទែនបើសិនជាសំណើរបស់គាត់ត្រូវបានលើកហើយអត់ត្រូវបានយកដោះស្រាយទេគឺគាត់មិនលើកទៀតទេចា៎ព្រោះអីគាត់ជាក្រុមដែលងាយរងគ្រោះគាត់ឆាប់បាក់ទឹកចិត្តអញ្ចឹងសំឡេងរបស់គាត់គឺត្រូវបានយកមកជាអាទិភាពនៅក្នុងការដែលយើងដាក់ទៅក្នុងផែនការសកម្មភាពរួមចា៎ហើយក្រៅពីនោះទៀតយើងមានក្រុមពាក់អាវពណ៌ទឹកក្រូចដែលយើងហៅកាត់ថាខាឬក៏អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍គាត់គឺជាក្រុមដែលប្រមូលយកទុកកង្វល់ហើយនឹងការស្នើសុំផ្សេងរបស់ប្រជាពលរដ្ឋងាយរងគ្រោះនឹងឯងមកកាន់អ្នកដែលផ្ដល់សេវាគឺតួអង្គរដ្ឋចាអញ្ចឹងយើងមានការកត់ត្រាជាក់លាក់ទៅលើព័ត៌មានត្រឡប់ទាំងអស់ហ្នឹងដើម្បីបញ្ជូនទៅស្ថាប័នពាក់ព័ន្ធហើយឲ្យគាត់ទទួលបានហើយយើងក៏មានការប្រជុំជាមួយនឹងគណៈកម្មការចាបដើម្បីស្ដាប់អំពីវឌ្ឍនភាពពីការឆ្លើយតបផ្សេងជាមួយនឹងក្រុមជនងាយរងគ្រោះផងដែរហើយយើងជាពិសេសទៀតយើងក៏មានកញ្ចប់យើងហៅប្រអប់ព័ត៌មានត្រឡប់ចាប្រអប់ព័ត៌មានត្រឡប់ហ្នឹងគឺខាសរបស់យើងគាត់តែងតែយកតាមជាប់នឹងខ្លួននៅពេលដែលគាត់ចុះអនុវត្តសកម្មភាពហើយប្រអប់នឹងឯងគឺយកទៅដាក់នៅទីតាំងដែលប្រជាពលរដ្ឋគាត់អាចនឹងផ្ដល់មតិយោបល់គាត់អាចទៅសេហើយគាត់ដាក់ចូលនៅក្នុងប្រអប់ហ្នឹងហើយប្រអប់ហ្នឹងគឺបិទជិតចាក់សោហើយតែងតែមានការបើករៀងរាល់មួយខែម្ដងដែលមានគណៈកម្មការចម្រុះមកពីតំណាងប្រជាពលរដ្ឋមានតំណាងឃុំមានខាសហើយនឹងតួអង្គពាក់ព័ន្ធផ្សេងហើយគ្រប់អស់ទាំងព័ត៌មានត្រឡប់ដែលយកចេញពីប្រអប់គឺទុកជាការសម្ងាត់ហើយយើងត្រូវបានយកមករាប់ហើយនឹងកត់ត្រាដាក់បញ្ចូលនៅក្នុងរបាយការណ៍ប្រចាំឆ្នាំសម្រាប់ម្ចាស់ជំនួយហើយបើសិនជាព័ត៌មានត្រឡប់ទាំងអស់នោះពាក់ព័ន្ធទៅនឹងការស្នើសុំឬក៏មតិរិះគន់ដើម្បីកែលម្អគឺយើងផ្ដល់ជូនទៅស្ថាប័នពាក់ព័ន្ធរបស់រដ្ឋដើម្បីធ្វើការឆ្លើយតបចា៎មែនទែនទៅខ្ញុំឃើញថារាល់បញ្ហាតម្រូវការឬក៏ការផ្សព្វផ្សាយព័ត៌មានហ្នឹងគឺតួអង្គខាសគាត់ជាតួអង្គមួយដែលសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងរបស់ក្រុមបរិយាបានក៏ដូចជាប្រជាពលរដ្ឋទូទៅហើយបញ្ហាតម្រូវការក៏ខាសក៏ជាអ្នកពំនាំយកអ្វីតម្រូវការទៅអង្គភាពដល់សេវាដែរប៉ុន្តែខ្ញុំឆ្ងល់ថាហេតុអីបានជាគម្រោងជំរុញធ្វើកិច្ចការងារហ្នឹងជាមួយនឹងអ្នកស្ម័គ្រចិត្តឬក៏យើងហៅគាត់ថាខាប់ណាគ្រូចាជាសំណួរល្អហេតុអីបានយើងមិនរើសយកអ្នកដែលមានចំណេះដឹងឬក៏អ្នករៀនចប់បណ្ឌិតឬក៏ចប់បញ្ញាបត្រអីទៅហេតុអីក៏យើងរើសយកយុវជនដែលជាអ្នកស្ម័គ្រចិត្តនៅក្នុងសហគមន៍តែអ្នកខ្លះគាត់ជាអ្នករត់ម៉ូតូដូបជាអ្នកលក់រើសអេតចាយឬក៏អ្នកដែលរស់ស៊ីធម្មតាយើងរើសគាត់មកជាខាប់ហើយក្រៅពីនោះទៀតក៏មានសិស្សដែលកំពុងតែរៀននៅវិទ្យាល័យរៀននៅសាកលវិទ្យាល័យដែលគាត់ស្ម័គ្រចិត្តទៅធ្វើការងារនឹងដែរអ
ចឹងគោលបំណងធំនៅក្នុងការដែលជ្រើសរើសអ្នកស្ម័គ្រចិត្តមកធ្វើការនៅក្នុងគម្រោងរបស់យើងគឺយើងចង់លើកទឹកចិត្តយុវជនដែលកំពុងតែរៀនឲ្យគាត់បានយើងហៅថា learning by doing ណាធ្វើផងរៀនផងអញ្ចឹងគាត់ស្ម័គ្រចិត្តគាត់អាចនឹងទទួលបានបទពិសោធន៍ហើយយើងក៏ជំរុញឲ្យយុវជននៅក្នុងសហគមន៍ជាពិសេសជនបរិយាបន្នឲ្យគាត់ក្លាហាននៅក្នុងការចូលរួមនៅក្នុងការងារសង្គមផងដែរព្រោះអីគាត់គឺជាម្នាក់ដែលដឹងអំពីតម្រូវការលំបាករបស់សហគមន៍គាត់ហើយនឹងប្រជាពលរដ្ឋគាត់ច្រើនជាងអ្នកនៅពីក្រៅទៅពីក្រៅអញ្ចឹងភាគច្រើនខាសគឺយើងរើសចេញពីប្រជាពលរដ្ឋនៅក្នុងតំបន់របស់គាត់មានបេះដូងនៅក្នុងការជួយដល់ប្រជាពលរដ្ឋគាត់ឪពុកម្ដាយគាត់និងគ្រួសារគាត់អញ្ចឹងយើងឃើញថាគាត់ស្គាល់ទីតាំងគាត់នៅទីនោះគាត់មានបេះដូងជួយជាពលរដ្ឋគាត់ហើយបង្ហាញអំពីនិរន្តរភាពផងដែរព្រោះអីគាត់នឹងមិនទៅណាឆ្ងាយពីសហគមន៍របស់គាត់ទេនៅពេលដែលគាត់ចេះដឹងគាត់រៀនពីគម្រោងគាត់នឹងនៅទីនោះអញ្ចឹងគាត់នឹងតាមជួយសហគមន៍របស់គាត់ដើម្បីឲ្យមានការរីកចម្រើនឡើងហើយក្រៅពីនោះទៀតយើងក៏ចង់ឃើញយុវជនជាពិសេសជនដែលងាយរងគ្រោះឬក៏ក្រុមបរិយាបន្នហ្នឹងគាត់ចូលរួមច្រើននៅក្នុងការងារគណនេយ្យភាពសង្គមឬក៏ការជួយអភិវឌ្ឍសង្គមផងដែរគឺដូចជាហានីដែរគឺយើងចង់ឃើញឲ្យគាត់បានចូលរួមបានច្រើនធ្វើឲ្យជំរុញទឹកចិត្តដល់ក្រុមបរិយាបន្នផ្សេងទៀតឲ្យគាត់មានកម្លាំងចិត្តនៅក្នុងការចូលរួមជាមួយយើងហើយនឹងចូលរួមនៅក្នុងការអភិវឌ្ឍសហគមន៍របស់គាត់អញ្ចឹងដោយឡែកហានីក៏ជាក្រុមបរិយាបន្នម្នាក់ដែរអញ្ចឹងហានីអាចចែករំលែកពីបទពិសោធន៍នៅក្នុងការដែលហានីចូលមកជាអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ចាអរគុណច្រើនមែនទែនអ្នកគ្រូសម្រាប់ការផ្ដល់ឱកាសក្នុងការចែករំលែកតាក់ទងជាមួយនឹងបទពិសោធន៍ខ្លះៗតាមរយៈការចូលរួមជាមួយនឹងគម្រោងមែនទែនទៅពីមុនមកមុនពេលដែលខ្ញុំចាប់ផ្ដើមចូលជាមួយនឹងគម្រោងកណន័យភាពសង្គមខ្ញុំគ្រាន់តែជាក្មេងម្នាក់ដែលធ្លាប់បានបោះបង់ការចោលសិក្សាហើយបន្ទាប់មកទៀតខ្ញុំក៏ធ្លាប់បានបាត់បង់ឱកាសក្នុងការចូលរួមសកម្មភាពផ្សេងៗនៅក្នុងការងារសង្គមផងដែរដោយពេលដែលខ្ញុំបានចូលរួមជាមួយនឹងគម្រោងកណន័យភាពសង្គមឃើញថាខ្ញុំមានការផ្លាស់ប្រែច្រើនមែនទែនទីមួយគម្រោងបានបន្តបណ្ដាកសាងសមត្ថភាពរបស់ខ្ញុំឲ្យមានភាពក្លាហានហើយជំរុញលើកទឹកចិត្តខ្ញុំឲ្យខ្ញុំបានចូលរួមជាមួយនឹងកិច្ចការអភិវឌ្ឍមួយចំនួននៅក្នុងសង្គមដូចជាភាពប៉ិនប្រសប់ក្នុងការដឹកនាំសម្របសម្រួលជាមួយនឹងអាជ្ញាធរក៏ដូចជានៅក្នុងសហគមន៍ហើយមែនទែនទៅអ្វីដែលខ្ញុំគិតថាជារឿងល្អសម្រាប់ខ្ញុំមែនទែនគឺបានន័យថាគ្រួសារគឺគាត់បើកចិត្តទូលាយក្នុងការផ្ដល់ឱកាសឲ្យខ្ញុំបន្តការសិក្សាពីមុនមកខ្ញុំធ្លាប់តែបោះបង់ការសិក្សាត្រឹមថ្នាក់ទី9ប៉ុន្តែបច្ចុប្បន្នខ្ញុំបានបន្តការសិក្សារៀនសូត្រមកវិញហើយខ្ញុំក៏ជានិស្សិតឆ្នាំទី2នៃសាកលវិទ្យាល័យកម្ពុជាគ្រប់គ្រងនៅបច្ចេកវិទ្យាផងដែរចាអរគុណច្រើនមែនតើហានីសម្រាប់ការពុះពៀតស៊ូអញ្ចឹងចង់ដឹងបន្ថែមតិចទៀតដោយសារហានីបានចែករំលែកពីបទពិសោធន៍ជីវិតដែលយើងតស៊ូតាំងពីឧបសគ្គនៅក្នុងគ្រួសារអីផ្សេងៗរហូតដល់យើងនៅបន្តការសិក្សាចា៎មកដល់ពេលនេះហើយក៏ធ្វើជាអ្នកស្ម័គ្រចិត្តដែរអញ្ចឹងចង់ឲ្យហានីជួយប្រាប់បន្តិចកាលដែលយើងទទួលបានសម្ពាធឬក៏ការសុំឲ្យឈប់ពីការសិក្សាដោយសារតែគ្រួសារមានតម្រូវការអីផ្សេងៗហ្នឹងហើយនេះអាចជួយចែករំលែកទេកាលនោះនៅថ្នាក់ទីប្រមាណហើយមានបញ្ហាអីដែរចាមែនតើទៅកាលហ្នឹងខ្ញុំរៀនត្រឹមថ្នាក់ទី9ហើយពេលវេលាមួយដែលម៉ាក់គាត់ធ្លាប់គិតថាកូនស្រីអត់អាចធ្វើការងារបានច្រើនដូចបរិសុទ្ធទេហើយចេញទៅក្រៅក៏ពិបាកដែរអញ្ចឹងគាត់សម្រាប់ចិត្តថាខ្ញុំមិនបាច់ទៅរៀនទៀតទេជួយលក់ដូរម៉ាក់ហើយបើសិនជាទេមានគ្រួសារអញ្ចឹងទៅហើយរស់នៅបែបនៅក្នុងសង្គមទូទៅបានហើយអ្វីដែលជារឿងមួយដែលធ្វើខ្ញុំចាំជាងគេកាលហ្នឹងខ្ញុំបានន័យថាខ្ញុំអត់ចង់ឈប់រៀនទេខ្ញុំចង់ទៅរៀនប៉ុន្តែដោយសារតែកាលហ្នឹងមិត្តភ័ក្តិក៏ទៅរៀនដូចគ្នាដែរហើយខ្ញុំទៅផ្លូវមួយមិត្តភ័ក្តិប៉ុន្តែខ្ញុំបានន័យថាខ្ញុំទៅលក់មួយម៉ាក់ប៉ុន្តែខ្ញុំជួបមិត្តភ័ក្តិបានន័យថាទៅផ្លូវមួយគ្នាប៉ុន្តែខ្ញុំអត់អាចបានន័យថាអត់អាចទៅរៀនបានដូចគេស្លៀកពាក់ទៅរៀនប៉ុន្តែខ្ញុំទៅជាមួយនឹងម៉ាក់ចឹងទៅបានន័យថាវាជារឿងមួយដែលខ្ញុំចងចាំតែក្រោយពេលដែលខ្ញុំបានចូលជាមួយនឹងគម្រោងបានន័យថាគម្រោងបានធ្វើការផ្លាស់ប្លែកជីវិតរបស់ខ្ញុំច្រើន
ខ្ញុំទទួលបានការសិក្សាទទួលបានការចូលរួមជាមួយនឹងការងារនៅក្នុងសង្គមហើយធ្វើឲ្យខ្ញុំទទួលបានឱកាសបានបន្តការសិក្សាវាហាក់បីដូចជាអាចនិយាយបានថាជាឱកាសល្អមួយសម្រាប់ជីវិតខ្ញុំមែនទែនហើយខ្ញុំក៏បដិញ្ញាចិត្តថានៅពេលដែលខ្ញុំមកដល់ចំណុចនេះហើយខ្ញុំនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពឲ្យសមនឹងអ្វីដែលគម្រោងបានផ្ដល់ឲ្យខ្ញុំចាអរគុណមែនទែនហានីហ្នឹងហើយអរគុណបងអូនសម្រាប់ការតស៊ូហើយជំនះគ្រប់ឧបសគ្គដើម្បីឲ្យយើងអាចយកឈ្នះទឹកចិត្តឪពុកម្ដាយបន្តការសិក្សារហូតដល់បច្ចុប្បន្នហើយក្រៅពីនោះទៀតបងអូនក៏បានស្ម័គ្រចិត្តធ្វើជាអ្នកស្ម័គ្រចិត្តគណនេយ្យសម្រាប់សម្រួលគណនេយ្យភាពសហគមន៍ទៀតអញ្ចឹងហានីបានលះបង់ច្រើនណាស់យើងពេញចិត្តឲ្យមោទនភាពសម្រាប់ការលះបង់នេះអរគុណច្រើនមែនទែនអ្នកគ្រូមែនទែនទៅខ្ញុំឃើញថាបើសិនជាខ្ញុំផ្ទាល់ខ្ញុំអាចប្រហែលជាដឹងខ្លះហើយថារូបខ្ញុំផ្ទាល់ខ្ញុំបានទទួលអ្វីខ្លះពីការបន្តបណ្ដាសមត្ថភាពបែបណាខ្លះពីអង្គការទស្សនពិភពលោកតែថ្ងៃនេះខ្ញុំក៏ចង់ដឹងពីអ្នកគ្រូវិញដែរដើម្បីឲ្យខាសផ្សេងដទៃទៀតក៏ដូចជាក្រុមយុវជនដែលគាត់មានគោលបំណងចង់ក្លាយទៅជាអ្នកស្ម័គ្រចិត្តដូចជារូបនាងខ្ញុំផ្ទាល់ឲ្យគាត់បានដឹងថាតើកន្លងមកអង្គការទស្សនពិភពលោកបានគាំទ្រអ្វីខ្លះទៅដល់ការកសាងសមត្ថភាពក្រុមខាសរបស់យើងណាអ្នកគ្រូចាអរគុណហានីនឹងយើងបានធ្វើច្រើនពាក់ព័ន្ធទៅនឹងការបណ្ដុះបណ្ដាលសមត្ថភាពអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍យើងតាមរយៈការបណ្ដុះបណ្ដាលជំនាញសម្របសម្រួលដល់ពួកគាត់ពី module 1 ដល់ module 4ហើយយើងតែងតែបន្តប្រឹក្សាយោបល់នៅពេលដែលគាត់មានជួបឧបសគ្គផ្សេងៗឬក៏ចម្ងល់អីព្រោះយើងមានបុគ្គលិកប្រចាំការនៅតាមខេត្តហើយយើងមានក្រុមបច្ចេកទេសនៅថ្នាក់ជាតិដែលចាំផ្ដល់យោបល់ហើយនឹងជួយនៅពេលដែលគាត់ជួបឧបសគ្គហើយក្រៅពីនោះទៀតយើងក៏មានផ្ដល់ជីវៈបណ្ដុះបណ្ដាលផ្សេងៗដូចជាវគ្គភាពជាអ្នកដឹកនាំគ្រប់គ្រងហើយនឹងយើងមានវគ្គបណ្ដុះបណ្ដាលដែលឆ្លើយតបជាមួយនឹងគោលការណ៍របស់ម្ចាស់ជំនួយដែរដែលមានកិច្ចគាំពារកុមារនិងមនុស្សពេញវ័យមានការច្បាប់ប្រឆាំងអំពើពុករលួយមានសុវត្ថិភាពលើដងផ្លូវសុវត្ថិភាពក្នុងការធ្វើដំណើរលើដងផ្លូវហើយនឹងវគ្គបណ្ដុះបណ្ដាលផ្សេងទៀតហើយក្រៅពីនោះយើងក៏មានព្រឹត្តិការណ៍សំខាន់ៗដែលហានីបានចូលរួមដែរដូចជាការធ្វើការឆ្លុះបញ្ចាំងប្រចាំឆ្នាំនៅតាមខេត្តដើម្បីស្ដាប់អំពីលទ្ធផលបញ្ហាប្រឈមហើយនឹងដាក់ផែនការសម្រាប់ឆ្នាំបន្ទាប់ហើយយើងក៏មានទស្សនកិច្ចសិក្សាផ្លាស់ប្ដូរយោបល់គ្នាដើម្បីឲ្យគាត់អាចរៀនពីគ្នាទៅវិញទៅមកហើយអនុញ្ញាតឲ្យក្រុមអ្នកស្ម័គ្រចិត្តយើងបានជួបជាមួយនឹងម្ចាស់ជំនួយបានជួបជាមួយនឹងស្ថានទូតធំៗដែលជាម្ចាស់ជំនួយរបស់យើងអញ្ចឹងយើងបានធ្វើច្រើនហើយយើងបានមានការប្រជុំជាទៀងទាត់តាមរយៈអនឡាញតាមរយៈការជួបទល់មុខគ្នាចាចុងមែនតើឃើញថាក្រុមខាសគឺគាត់ទទួលបានឱកាសក៏ដូចជាការកសាងសមត្ថភាពជាច្រើនមែនតើអ្នកគ្រូគិតថាអ្នកគ្រូមានក្តីរំពឹងទុកបែបណាចំពោះអនាគតរបស់ពួកគាត់ទៅក្នុងថ្ងៃខាងមុខអ្នកគ្រូចាសម្រាប់ខ្ញុំខាសគឺជាក្តីរំពឹងរបស់អង្គការទស្សនពិភពលោកក៏ដូចជាគម្រោងអៃសាដោយសារនៅក្នុង21ខេត្តក្រុងនេះគឺយើងមានខាសជិត 5,000 នាក់ហើយបងប្អូនខាសយើងគឺជាតួអង្គសំខាន់ដែលជាកត្តាស្លាប់រស់របស់គម្រោងហើយយើងក៏រកឃើញថាគម្រោងគណនេយ្យភាពសង្គមនេះជោគជ័យទៅបានគឺមានខាសដែលប្រកែអញ្ចឹងនៅពេលដែលយើងបង្កើតបានខាសដែលប្រកែហើយយើងមិនបោះបង់ពួកគាត់ចោលទេសូម្បីតែតួអង្គរដ្ឋលេខាធិការដ្ឋានកោចបក៏លោកតែងតែគិតច្រើនអំពីខាសបើនិយាយពីម្ចាស់ជំនួយ World Bank វិញលោកគិតច្រើនមែនទែនលោកតែងតែសួរសំណួរមកកាន់យើងយ៉ាងច្រើននៅពេលដែលខាសធ្វើដំណើរជ្រុលម៉ោងធ្វើដំណើរឆ្ងាយតើសុវត្ថិភាពទេហើយតើពួកគាត់ត្រូវបាននៅពេលដែលមានគ្រោះថ្នាក់អីតើធានារ៉ាប់រងបានជួយគាត់ទេឬក៏ស្អីអញ្ចឹងសំណួរអស់ហ្នឹងគឺពួកគាត់សួរបង្ហាញអំពីការចាប់អារម្មណ៍ការយកចិត្តទុកដាក់អញ្ចឹងសម្រាប់អង្គការទស្សនពិភពលោកក៏ដូចជាគម្រោងអៃសាសយើងគឺយើងមានក្តីរំពឹងធំទៅលើខាសរបស់យើងឬក៏អ្នកសម្របសម្រួលរបស់យើងគឺបានន័យថាយើងចង់ឃើញពួកគាត់ក្លាយទៅជាថ្នាក់ដឹកនាំនៅក្នុងសហគមន៍របស់គាត់ទោះបីជាគាត់មិនបានធ្វើជាអ្នកអីធំដុំត្រឹមតែជាមេឃុំ
អាបាលស្រុកឬក៏ក្រុមប្រឹក្សាស្រុកក្រុមប្រឹក្សាឃុំឬក៏អាបាលខេត្តឬក៏អាចជាថ្នាក់ដឹកនាំនៅក្នុងប្រទេសនឹងគឺជាក្តីបំណងរបស់យើងយើងចង់ឃើញយុវជនដែលបកកែនៅក្នុងសហគមន៍របស់យើងជាពិសេសក្រុមយុវជនដែលមកពីក្រុមបរិយាបន្នដូចហានីនេះគឺទទួលបានការងារល្អការសិក្សាល្អដូចហានីហើយអនាគតទៅខ្លាចទៅជាថ្នាក់ដឹកនាំដែលយើងត្រូវការចាំបាច់មែនទែនចាអញ្ចឹងយើងអ្នកគ្រូបានបង្ហាញអស់ហើយថាអ្វីទៅជាសមិទ្ធផលក៏ដូចជាការកសាងសមត្ថភាពខាងឥឡូវក៏ខ្ញុំចង់ស្ដាប់ពីអ្នកគ្រូមិនថាខ្ញុំក៏ដូចជាប្រិយមិត្តដែលកំពុងតាមដានទស្សនាសារ podcast ថាតើអ្វីទៅគឺជាសមិទ្ធផលដែលអ្នកគ្រូគាត់ថាសមិទ្ធផលធំដែលតាមរយៈការអនុវត្តគម្រោងកណន័យភាពសង្គមណាអ្នកគ្រូចាក្រៅពីសមិទ្ធផលដែលយើងបានធ្វើជាមួយនឹងអ្នកស្ម័គ្រចិត្តយើងក៏មានសមិទ្ធផលមួយចំនួនចេញពីអង្គភាពទាំង3ដែលយើងធ្វើការជាមួយនៅក្នុងនោះមានរដ្ឋបាលឃុំមណ្ឌលសុខភាពហើយនិងសាលាបឋមសិក្សាយើងឃើញថាអេរិយាបថជាពិសេសចាអេរិយាបថរបស់អ្នកផ្ដល់សេវាទាំង3គាត់ផ្លាស់ប្ដូរច្រើនមែនទែនដែលពីមុនមកយើងឃើញថាប្រជាពលរដ្ឋអត់សូវចូលចិត្តគាត់ជាពិសេសយើងអាចនិយាយបានថាមណ្ឌលសុខភាពចាដោយសារគាត់ភិកច្រើនរៀងសម្ដីអត់សូវព្រោះចាអញ្ចឹងនៅពេលដែលគម្រោងចូលទៅទទួលបានព័ត៌មានត្រឡប់ពីប្រជាពលរដ្ឋថាអូគាត់អត់សូវចូលចិត្តទេគាត់អត់ចង់ទៅមណ្ឌលសុខភាពទេដោយសារតែមណ្ឌលសុខភាពហ្នឹងពេលខ្លះសម្ដីអត់ល្អហើយធ្វើឲ្យគាត់រងចាំយូរពេកអីចឹងប៉ុន្តែឥឡូវហ្នឹងគឺគាត់ចាប់ដើមផ្លាស់ប្ដូរអរិយាប័ត្រមកជារស់រាយរាក់ទាក់សម្ដីទន់ភ្លន់ហើយបើនិយាយពីការងារវិញគឺគាត់ធ្វើការ24ម៉ោង7ថ្ងៃក្នុងមួយសប្តាហ៍អញ្ចឹងឃើញថាមានការផ្លាស់ប្រែច្រើនមិនថាមណ្ឌលសុខភាពមិនថាឃុំទេហើយសាលារៀនក៏ដូចគ្នាដែរដែលពីមុនមកលោកគ្រូអ្នកគ្រូអាចនឹងបរៀនតែប្រហែលម៉ោងចាប់ពីម៉ោង9ដល់ម៉ោង10អីគាត់ចេញទៅផ្ទះប៉ុន្តែឥឡូវម៉ោងពេលរបស់គាត់គឺច្បាស់លាស់ចាហើយតាំងពីការបង្រៀនគួរការលក់នំនៅសាលាអីហ្នឹងក៏កាត់បន្ថយច្រើនដែរនំដែលអត់មានសុវត្ថិភាពសុខភាពសម្រាប់កុមារហើយក្រៅពីនោះទៀតសេវាឃុំចាសេវាឃុំដែលជាពលរដ្ឋទៅទទួលក៏គាត់ច្បាស់លាស់ដែរដោយសារមានតម្លៃមានស្តង់ដារជាក់លាក់បិទនៅនឹងអញ្ចឹងសាលាឃុំអញ្ចឹងគាត់ដឹងថានៅពេលដែលគាត់ធ្វើអីមួយគាត់ធ្វើសបត់កំណើឬគាត់ធ្វើអត្រានុកូលដ្ឋានឬក៏អីគឺដាក់តម្លៃច្បាស់អញ្ចឹងជាពលរដ្ឋគាត់អត់ខ្លាចទេពីមុនគាត់គិតថាបិទទៅអាចនឹងគេទារលុយច្រើនអញ្ចឹងគាត់អត់មានលុយទេប៉ុន្តែនៅពេលដែលទៅដល់គាត់ឃើញសេវាតម្លៃតារាងហ្នឹងគេដាក់នៅទីនោះអញ្ចឹងគាត់ដឹងច្បាស់ហើយក្រៅពីនោះទៀតអ្នកដែលជាក្រុមបរិយាបន្នឬក៏ជនដែលក្រីក្រគឺមានការអនុគ្រោះទៀតគឺមិនផ្ដល់សេវាមិនយកកម្រៃសេវាទេចាអញ្ចឹងទាំងអស់ហ្នឹងគឺជាការផ្លាស់ប្រែហើយយើងក៏រកឃើញដែរថាមណ្ឌលសុខភាពខ្លះដែលពីមុនអត់មានជំរាលអត់មានជំរាលសម្រាប់ជនពិការឬក៏អត់មានបន្ទប់ទឹកសម្រាប់ជនពិការនៅសាលារៀនអត់មានបន្ទប់ទឹកសម្រាប់សិស្សស្រីសិស្សប្រុសគឺត្រូវបានមានសាងសង់ឡើងហើយសាលារៀនដែលអត់មានសួនច្បារអត់មានបណ្ណាល័យអីក៏ចាប់ដើមមានឡើងវិញអញ្ចឹងយើងរកឃើញការផ្លាស់ប្រែហ្នឹងគឺមានច្រើនហើយបើនិយាយពីក្រមសីលធម៌របស់គ្រូពេទ្យរបស់គ្រូបង្រៀនហើយរបស់មេឃុំអីគឺយើងសប្បាយចិត្តមែនតើគឺផ្លាស់ប្ដូរខ្លាំងហើយជាមួយខែយើងក៏ដូចគ្នាដែរដែលពីមុនមកអ្នកស្ម័គ្រចិត្តយើងដែលហៅកាត់ថាខាសហ្នឹងគឺគាត់ពិបាកខ្លាំងនៅក្នុងការធ្វើការដោយសារអត់ទាន់យល់គ្នាប៉ុន្តែឥឡូវនេះខាសហើយនឹងលោកមេឃុំលោកអភិបាលស្រុកអភិបាលខេត្តគឺគាត់ចង់ខលស្មណាក៏បានដែរមានភាពស្និទ្ធស្នាលចាស្និទ្ធស្នាលជាងមុនហើយចិត្តស្និទ្ធមែនតើចាស្ទើរថាខ្ញុំជាបុគ្គលិករបស់អង្គការនឹងមិនចិត្តស្និទ្ធស្មើនឹងខាសជាមួយនឹងខាងអាជ្ញាធរទេចាអញ្ចឹងទាំងអស់នេះគឺជាភាពផ្លាស់ប្រែដែលចេញពីគម្រោងហើយនឹងការប្រឹងប្រែងរបស់អ្នកស្ម័គ្រចិត្តយើងចាមែនទែនទៅតាមរយៈការបកស្រាយរបស់អ្នកគ្រូខ្ញុំយកឃើញថាពាក្យដែលថាមិនទុកនរណាម្នាក់ចោលវាមិនជារឿងមួយដែលងាយស្រួលទេគឺវាទាមទារឲ្យមានការចូលរួមពីអង្គភាពអនុវត្តក៏ដូចជាដៃគូនានាដើម្បីឲ្យគាត់ពិចារណាយ៉ាងល្អិតល្អន់មិនថាដំណាក់កាលបានន័យថាធ្វើផែនការដំណាក់កាលនៃការអនុវត្តក៏ដូចជាការវិយតម្លៃបំពេញការងារថាគិតគូរយ៉ាងល្អិតល្អន់មែនទែនទៅលើក្រុមបរិយាបន្នជាពិសេស
ក្រុមដែលងាយរងគ្រោះមានដូចជាកុមារចាស់ជរាស្ត្រីមេម៉ាយឬក៏អ្នកដែលជាគ្រួសារក្រីក្រជាដើមចឹងទៅមែនទែនទៅអរគុណមែនទែនសម្រាប់ការចែករំលែករបស់អ្នកគ្រូដោយសារតែកិច្ចសន្ទនាថ្ងៃនេះខ្ញុំទទួលបានចំណេះដឹងច្រើនមែនទែនហើយខ្ញុំក៏សង្ឃឹមថាប្រិយមិត្តទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនាសារ podcast នឹងទទួលបានចំណេះដឹងដូចនឹងខ្ញុំដែរហើយបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់ក៏ដូចជាមតិយោបល់នានាអ្នកទាំងអស់គ្នាអាចធ្វើការ comment នៅក្រោមវីដេអូនេះបានហើយយើងនឹងជួបគ្នាជាមួយនឹងប្រធានបទថ្មីមួយទៀតនៅក្នុងសប្តាហ៍ក្រោយផងដែរសូមអរគុណអ្នកគ្រូក៏ដូចជាអរគុណប្រិយមិត្តទាំងអស់គ្នាសូមជម្រាបលា